បាទថ្ងៃនេះថ្ងៃទី19ខែ2ឆ្នាំ2025បាទធីម Warman យើងបានចុះមកដល់ស្រុកស្នួលខេត្តកញ្ចេះមកមើលចំការលោកពូមកចំនួន200ដើមបាទតាមដានចការនេះគឺចំការគឺបានផ្លែប៉ុណ្ណឹងគ្រប់ដើមហ្នឹងបងប្អូនណាគាត់ថាមានកត្តាខ្លាំងគឺវាជ្រុះដែរជ្រុះគឺជ្រុះដោយសារអីគឺជ្រុះដោយសារការដាក់ទឹករបស់គាត់គឺគាត់ដាក់ទឹករំលងច្រើនថ្ងៃបាទអញ្ចឹងវាធ្វើឲ្យស្ទើរទឹកបងប្អូនកាលណាដែលស្ទើរទឹកវាធ្វើឲ្យផ្លែហ្នឹងលូតលាស់យឺតហើយលូតលាស់យឺតគឺពន្យាពេលក្នុងការលូតលាស់ហើយវាធ្វើឲ្យស្វិតតងក្តឹបអញ្ចឹងណាបងប្អូនបាទហើយអញ្ចឹងខាងខ្ញុំក៏ឲ្យគាត់បន្ថែមទឹកមកវិញក៏ប៉ុន្តែការបន្ថែមទឹកហ្នឹងគឺរុញមានន័យថាគឺរុញសយោហ្នឹងក្បាលវ៉ានហ្នឹងឲ្យវាក្បាលសាច់ឲ្យវាចូលក្នុងវិញបងប្អូនបាទឲ្យរុញមកខាងក្នុងហើយបន្ថែមទឹកបន្ថែមនាទីទៅហើយមួយទៀតហ្នឹងចំការរបស់គាត់ហ្នឹងក៏មានការលាស់ត្រួយដែរដោយសារការដាក់ទឹករបស់គាត់គឺជះទៅចុងមែកខ្លាំងពេកកាលណាដែលជះទៅចុងមែកក៏ធ្វើឲ្យត្រួយលូតលាស់ត្រួយដោយសារឬវាដំណើរការវាលូតលាស់អញ្ចឹងណាបងប្អូនបាទអញ្ចឹងដំណាក់កាលនេះគឺជាដំណាក់កាលប្រយ័ត្នមែនទែនណាបងប្អូនក្នុងការដាក់ទឹកគឺរុញធ្វើមិនឲ្យរុញមកខាងគល់អត់រុញទៅខាងចុងមែកទេកាលណាដែលរុញទៅខាងចុងមែកគឺវាធ្វើឲ្យលូតលាស់ប្រព័ន្ធរឹសកាលណាដែលប្រព័ន្ធរឹសលូតលាស់គឺជាមិនផុតទេពីការលូតលាស់ត្រួយតែបងប្អូនតែបើសិនបងប្អូនបន្ថយទឹកនៅវគ្គនេះគឺវាធ្វើឲ្យនឹងជ្រុះផ្កាដូចតែគ្នាទេជ្រុះផ្កាជ្រុះក្តឹបដូចតែគ្នាទេដោយសារអីវគ្គនេះគឺដំណាំទុរេនត្រូវការទឹកជាចាំបាច់ណាបងប្អូនវគ្គនេះគឺត្រូវការទឹកជាចាំបាច់អញ្ចឹងបងប្អូនត្រូវតែបន្ថែមទឹកគឺបុកទឹកជារៀងរាល់ថ្ងៃដាក់ទឹកជារៀងរាល់ថ្ងៃហើយដាក់ទឹកគឺជាក់ស្ដែងទៅតាមស្ថានភាពដីរបស់បងប្អូនថាដីយើងវាសោះទឹកលឿនឬក៏ដីយើងវានៅមានន័យថារលំទឹកយូរតែបើសិនដីសោះទឹកលឿនអានឹងយើងបន្ថែមបរិមាណក្នុងការស្រោចអញ្ចឹងណាបងប្អូនបាទហើយជៀសវាងការដាក់ទឹកទៅខាងចុងមែកកាលណាដែលដាក់ទឹកទៅខាងចុងមែកគឺបណ្ដាលឲ្យលាស់ត្រួយឯងបងប្អូនបាទ